នៅពេលដែលធ្លាក់ឈាមរដូវតើពណ៌បែបណាដែលបង្ហាញថាយើងមានសុខភាពល្អឬក៏យើងមានបញ្ហាសុខភាពអញ្ចឹងជាទូទៅបងប្អូនស្ត្រីមួយចំនួនគឺគាត់បានដឹងទេថាពណ៌នៃឈាមរដូវរបស់យើងមានការប្រែប្រួលទៅតាមបញ្ហាសុខភាពរបស់យើងផងដែរអញ្ចឹងតកតងជាមួយនឹងពណ៌ឈាមរដូវនេះគឺមាន7ពណ៌ពណ៌ទី1ចំពោះបងប្អូនដែលគាត់មានការធ្លាក់ឈាមរដូវមកមានពណ៌កាឈូកដោយខមមិនបងប្រុសដែលគាត់ខមមិនសួរអញ្ចឹងនៅពេលណាដែលស្ត្រីមានការធ្លាក់ឈាមរដូវមកចាពណ៌កាឈូកបែបនេះគឺអត់សូវល្អទេព្រោះដោយសារតែគាត់មានការខ្វះសារធាតុចិញ្ចឹមគាត់ញ៉ាំចំណីអាហារខ្វះសារធាតុចិញ្ចឹមគាត់ធ្វើការងារធ្ងន់លើសកម្លាំងឬក៏គាត់ធ្វើលំហាត់ប្រាណខ្លាំងពេកដែលបណ្ដាលឲ្យគាត់ទៅជាមានបញ្ហាចារដូវមកពណ៌កាឈូកទី2គឺធ្លាក់ឈាមរដូវមកគឺពណ៌ដូចទឹកតែម្ដងនេះបង្ហាញអំពីសុខភាពស្បូនរបស់ស្ត្រីអាចដោយសារតែស្ត្រីគាត់មានបញ្ហាចាមហារីកនៅកពីងអូវីប៉ុន្តែជាទូទៅបញ្ហាមួយនេះគឺកម្រក្នុងការកើតមានមែនទែនឬក៏ស្ត្រីដែលគាត់ស្គមខ្លាំងពេកគាត់ធ្វើឲ្យគាត់នឹងមករដូវចាពណ៌ថ្លាដូចទឹកផងដែរទី3ឈាមរដូវពណ៌ក្រហមដិតចាដោយសារតែមានការបំរែបំរួលទៅលើអរម៉ូននៅក្នុងរាងកាយរបស់ស្ត្រីខ្លាំងចាដោយសារតែអរម៉ូនប្រូតេស្តេរ៉ូនគឺមានការធ្លាក់ទាបចាអរម៉ូនអេស្ត្រូសែនគឺខ្ពស់ខ្លាំងពេកអញ្ចឹងហើយគាត់ធ្វើឲ្យស្ត្រីចាមករដូវមានការប្រែប្រួលបែបនេះទី4ពណ៌ក្រហមកម្ៅឬក៏ពណ៌ត្នោតដោយសារតែចាឈាមរដូវពីខែមុនធ្លាក់មកមិនអស់អញ្ចឹងហើយទើបធ្វើឲ្យខែថ្មីនេះឈាមរដូវខែចាស់ហ្នឹងក៏ធ្លាក់មកជាមួយនឹងខែថ្មីផងដែរទើបមានការប្រែប្រួលពណ៌ទៅជារាងក្រហមកម្ៅហើយក្នុងករណីនេះបើសិនជាបណ្ដោយឲ្យរដូវធ្លាក់មកអស់បែបនេះបើសិនជាទុកយូរអាចបង្កទៅជាមានបញ្ហាទីបានទី5គឺពណ៌ក្រហមស្រស់ពណ៌ក្រហមស្រស់នេះបង្ហាញថាស្ត្រីមានសុខភាពល្អប៉ុន្តែបើក្នុងករណីដែលមកបែបនេះក៏ពិតមែនតែមករដូវតិចពេកអាហ្នឹងក៏វាអត់ល្អសម្រាប់សុខភាពចំពោះស្ត្រីដែរទី6ស្ត្រីមករដូវពណ៌ប្រផេះគឺបង្ហាញថាស្ត្រីមានបញ្ហាឆ្លងពពួកជំងឺកាមរោគដូចជាពពួក STD ឬក៏ STI ដែលជំងឺនេះគឺឆ្លងតាមរយៈចាការរស់នៅជាមួយនឹងដៃគូតាមទឹករំអិលជាដើមទី7ស្ត្រីដែលមករដូវពណ៌ប្រផេះនេះគឺមានបញ្ហាសុខភាពមែនទែនដោយសារតែគាត់មានបញ្ហាឆ្លងមេរោគ STD ឬក៏ STI ប៉ុន្តែនៅក្នុងកម្រិតធ្ងន់ហើយបើសិនជាគាត់ទុកយូរគឺអាចឲ្យគាត់ប្រឈមទៅនឹងបញ្ហាចាំហារីកនៅនឹងដៃស្បូនបានដូច្នេះចំពោះបងប្អូនពេលដែលមករដូវយើងគួរតែតាមទៅលើពណ៌ឈាមរដូវរបស់យើងផងដែរថាតើយើងមករដូវរាល់ខែហ្នឹងរដូវរបស់យើងមានការប្រែប្រួលពណ៌ដែរអត់ហើយពេលដែលមកហ្នឹងគឺមានការប្រែប្រួលពណ៌បែបណាដើម្បីយើងដឹងអំពីសុខភាពរបស់យើងពីព្រោះបើសិនជាយើងអត់បានចាប់អារម្មណ៍យើងអត់បានយកចិត្តទុកដាក់ទេចាយើងដឹងថារដូវមកប៉ុន្តែអត់ដឹងថាមានការប្រែប្រួលបែបណាដល់ពេលដែលយើងទុកយូរវាអាចមានផលប៉ះពាល់ជាច្រើនព្រោះគ្រប់ពណ៌នៃឈាមរដូវគឺបង្ហាញសុខភាពរបស់ស្ត្រីដែលបង្ហាញថាយើងកើតមានបញ្ហាអីនៅថ្ងៃក្រោយឬក៏យើងកំពុងតែកើតមានជំងឺអីចាដូច្នេះបងប្អូនត្រូវតែយកចិត្តទុកដាក់ទៅលើការមករដូវរបស់យើងហើយចំពោះបងប្អូនដែលគាត់តែងតែមានចម្ងល់ពាក់ព័ន្ធជាមួយនឹងរដូវគឺបងប្អូនអាចខមមិនសួរនៅខាងក្រោមវីដេអូនឹងបាន